បាទអសូមជម្រាបសួរថ្ងៃនេះគឺជាថ្ងៃទី26ខែមេសាឆ្នាំ2014គឺជាខួប2ឆ្នាំនៃការបាញ់សម្លាប់លោកជុតវិធីគឺនៅថ្ងៃ26ខែមេសាឆ្នាំ2012កន្លងទៅហ្នឹងហើយកន្លែងនេះគឺជាតំបន់វាល3នៅក្នុងស្រុកមណ្ឌលសីមាខេត្តកោះកុងដែលជាកន្លែងដែលលោកជុតវិធីបានមកធ្វើជាអ្នកអភិរក្សព្រៃឈើនៅទីនេះហើយយើងឃើញថាថ្ងៃនេះគឺជាខួប2ឆ្នាំនៃការធ្វើខួបរបស់គាត់ហើយពួកយើងជានិស្សិតយុវជនក៏បានអញ្ជើញមកចូលរួមក្នុងកម្មវិធីនេះគឺមានចូលរួមពីបណ្ដាអង្គការសង្គមស៊ីវិលអង្គការសហប្រជាជាតិបណ្ដាញយុវជនក៏ដូចជាអ្នកសារព័ត៌មានឯករាជ្យមួយចំនួនបានមកចូលរួមជាពិសេសគឺបណ្ដាញខាងអ្នកការពារព្រៃឈើតែម្ដងអញ្ចឹងយើងឃើញថាមានការចូលរួមហើយនៅកន្លែងនោះគឺជាកន្លែងដែលគេបាញ់លោកជុតវិធីដែលយើងឃើញថាមកដល់ដំណាក់កាលនេះរដ្ឋាភិបាលមិនទាន់បានវែកមុខនៅបុគ្គលដែលជាអ្នកបាញ់លោកជុតវិធីនៅឡើយទេហើយក្នុងនាមយើងជានិស្សិតយើងសូមអំពាវនាវឲ្យមានការវែកមុខនៅបុគ្គលដែលជាអ្នកបាញ់លោកជុតវិធីហើយក៏សូមអំពាវនាវឲ្យនិស្សិតជាពិសេសយុវជនសកលក្រោយទាំងអស់យើងនាំគ្នាចូលរួមសហការទាំងអស់គ្នាដើម្បីថែរក្សាព្រៃឈើរបស់យើងពីព្រោះថាសប្តាហ៍ថ្ងៃនេះយើងនៅសល់តែប្រហែលជា20%ទេអញ្ចឹងយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីថែរក្សាក៏ដូចជាអភិរក្សព្រៃឈើយើងបន្តទៀតបាទសូមអរគុណ